prevent data ក្នុងការ leak ពីបាទក្រុមហ៊ុនគាត់ទៅខាងក្រៅអាហ្នឹងក៏យើងមាន solution ហ្នឹងដែរសម្រាប់ដែល start up company គាត់អាច start ជាមួយ encryption ក៏បានដែរយើង back up ពី server ហ្នឹងប៉ុន្តែយើងត្រូវរកកន្លែងណាមួយដែលសុវត្ថិភាពដើម្បី back up ថាកុំឲ្យថាយើង back up ពី server ហ្នឹងតែយើង store ទុកនៅលើ server ហ្នឹងដែរជំរាបសួរប្រិមត្តស្វាគមន៍មកកាន់ EasyCom TikTok Series ថ្ងៃនេះយើងនឹងទៅជែកអំពីស្អីទៅដែលហៅថា private cloud និង public cloud ហើយវាគ្មិនកិត្តិយសផងយើងថ្ងៃនេះគឺលោកពិរុនដែលជាអ្នកបច្ចេកទេសនៅក្នុងផ្នែក Cyber Security Consultant ពីក្រុមហ៊ុន Napoleon ជំរាបសួរពិរុនសុខសប្បាយបាទសុខសប្បាយហ្នឹងហើយអរគុណពិរុនប្រធានបទយើងថ្ងៃនេះនិយាយអំពី private cloud ហើយនិងpublic cloud អូខេអញ្ចឹងចង់ឲ្យពិរុនចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនតើស្អីគេទៅដែលហៅថា private cloud និង public cloud បាទបើយើងនិយាយពី private cloud គឺឧទាហរណ៍ទៅលើស្ថាប័នមួយដែលគាត់មាន data center ឬក៏ទិន្នន័យរបស់គាត់ផ្ទុកនៅលើ on premise ហើយបើយើងនិយាយទៅលើ public cloud គឺបែរថាស្ថាប័នភាគច្រើនគាត់ប្រើប្រាស់ resource របស់គាត់ឬក៏ server ហ្នឹងគាត់ hosting នៅលើ public cloud បាទអញ្ចឹងហ្នឹងយើងហៅថា public cloud ចឹងមានន័យថាprivate cloud គាត់ជាអ្នកដែលវិនិយោគលុយដោយខ្លួនឯង manage ដោយខ្លួនឯងហើយ private cloud គាត់គ្រាន់តែមានលុយយកទៅវិនិយោគឲ្យជួលតែប៉ុណ្ណឹងអញ្ចឹងអូខេបាទមួយទៀតតើយើងយល់ឃើញបែបបិចដែររវាងការប្រើប្រាស់ private cloud ហើយនិង public cloud តើ benefit វាយ៉ាងម៉េចដែរបើយើងនិយាយពីបើយើងនិយាយទៅ disadvantage វិញទៅលើ private cloud គឺយើងត្រូវចំណាយ resource មានថាមាន server បើយើងថ្លៃភ្លើងថ្លៃហ្នឹងទៅប៉ុន្តែបើយើងទៅ public cloud យើងអត់ចាំបាច់ចំណាយគេទាំងអស់រកការ maintenance រកអីគឺខាង vendor ជាអ្នកធ្វើទាំងអស់ប៉ុន្តែ data របស់យើងគឺត្រូវបានគ្រប់គ្រងដោយគេអញ្ចឹងវាអត់ reliable ប៉ុន្តែបើនៅលើ on premise អាហ្នឹងគឺយើងអាចគ្រប់គ្រងឬក៏ manage លើ data របស់យើងខ្លួនឯងផ្ទាល់បាទខ្ញុំចាប់អារម្មណ៍តាក់ទងជាមួយនឹង data ដែលបរិនបាន mention មិញណាចង់ដឹងតិចតើពេលដែលគាត់គិតអំពីកិច្ចគាំពៀទិន្នន័យផងគាត់នៅលើ public cloud ហ្នឹងតើស្ថាប័នគាត់គួរគិតបែបម៉េចខ្លះបើសិនជាគាត់ focus data របស់គាត់នៅលើ cloud គាត់ត្រូវតែមាន policy ត្រឹមត្រូវច្បាស់លាស់បែរថាតើនៅពេលដែលមាន user ណាមួយចង់ access ទៅលើ resource ឬក៏ data ដែលនៅលើ cloud គឺគាត់ត្រូវតែមានជា policy define មកថាគាត់មានសិទ្ធិអីគេប្រើប្រាស់ data ហ្នឹងហើយគាត់ប្រើ data ហ្នឹងក្នុងគោលបំណងអីដែរអញ្ចឹងគាត់ត្រូវតែមានបែងចែកច្បាស់លាស់បើអញ្ចឹងទេ data របស់គាត់នៅលើ cloud ហើយ user ណាក៏គាត់ access ទៅបានអញ្ចឹងវាអត់ security បាទចុះតាក់ទងមួយនឹង user ម្ដងឧទាហរណ៍ថាពេលដែលគាត់ទុកទិន្នន័យគាត់នៅលើ public cloud ពេលដែលគាត់ព្យាយាម access ទៅការប្រើប្រាស់នៅទិន្នន័យបែបហ្នឹងតើគាត់ធ្វើបែបម៉េចដើម្បីឲ្យការ access ទៅកាន់ទិន្នន័យផងគាត់ឲ្យមានសុវត្ថិភាពទីមួយគាត់ត្រូវយើងអាច set ជា encryption ទៅលើ data របស់ហ្នឹងបើថាតើតែ user ណាដែលគាត់មាន encryption key ក្នុងការ access ទៅកាន់ data ហ្នឹងទើបគាត់អាច access ទៅបានបើមិនជាគាត់ access ទៅបានទេគាត់អត់អាច access ទៅ data ហ្នឹងបានដែរហើយមួយទៀតបើសិនជាគាត់ lock access ទៅកាន់ data នៅលើ cloud ហើយយើងត្រូវតែមាន define rule មួយច្បាស់លាស់ថាគាត់ lock ទៅហ្នឹងស្រាប់តែគាត់ access data ទី1បានហើយគាត់ចង់ access ទៅ data ទី2អាហ្នឹងគាត់ត្រូវតែ log in ឬក៏ធ្វើrecycle តាក់ទងជាមួយនឹង action ហ្នឹង repeat ម្ដងទៀតបែរថាបើទោះបីជាគាត់ lock ទៅ cloud ហ្នឹងហើយគាត់ចង់ access data ទៅ data មួយទៀតអត់អាចគាត់តែ lock ម្ដងហើយ access បានគ្រប់ data អញ្ចឹងយើងត្រូវ data ទី1គាត់ lock ម្ដង data ទី2គាត់ត្រូវ lock ម្ដងទៀតអញ្ចឹងធ្វើឲ្យអា security នៅក្នុង cloud របស់គាត់ត្រូវតែ safety បាទខ្ញុំគិតថាប្រហែលជាយើងអាច implement solution មួយចំនួនដែរតាក់ទងជាមួយនឹងយ៉ាងហោចណាស់ក៏មាន MFA ដែរបងបាទអញ្ចឹងពេលដែលគាត់ access ទៅទិន្នន័យមួយហ្នឹងគឺមាន third party នៅក្នុងការ verify គាត់អញ្ចឹងនៅពេលដែលគាត់ lock access data ហ្នឹងក៏អាចមានជា verification to MFA ទៅគាត់ lock ទៅហើយ by password username ហើយឲ្យ alert ជា third party ដើម្បី input code ចូលទៅក្នុង data ម្ដងទៀតវារត់តែ safety ដែរចុះមួយទៀតតាក់ទងមួយការ design ម្ដង design ឧទាហរណ៍ថាបើយើងមាន business មួយដែលគាត់ទំបើកថ្មីណាហើយគាត់គួរតែ consider នៅក្នុងការវិនិយោគនៅក្នុងការជួល private cloud ដែលគេបាន build រួចហើយឬមួយក៏គាត់គួរតែទៅទិញឧបករណ៍ទាំងអស់ហ្នឹងយកមក implement ពីដំបូងឡើងមកវិញមួយណាបើសិនជាយើងជា small business យើងអាចដំបងទៅជាមួយ private cloud ដែលគេ build ហើយអានឹងអាចថា private cloud ក្នុងស្រុកយើងអត់ចាំបាច់ទៅដល់ public cloud បើសិនយើងទៅ public cloud វាអាចក្នុងករណីថា latency ខ្ពស់ក្នុងការ access ទៅកាន់ data តែបើយើងនៅក្នុង private cloud ដែលមានក្នុងស្រុកស្រាប់ទីមួយវាអាចជា latency ទាបហើយការ access ក៏វាស្រួលដែរហើយបើយើងនិយាយពី public cloud ដូចយើងក្នុងករណីដែលទើបតែមាន outbreak តាក់ទងជាមួយនឹង AWS អីចឹងវាអត់សូវ reliable ដែរបាទខ្ញុំគិតថានឹងតាក់ទង region ដែរព្រោះពេលដែលគាត់ទុកទិន្នន័យគាត់នៅក្នុង
public cloud គាត់ Yeah. គួរតែ design ថាតើ region គាត់ត្រូវទុក data ហ្នឹងនៅណាអញ្ចឹង Yeah. ណា Yeah. តែបើសិនជាករណីដូចរនបាននិយាយអញ្ចឹងបើសិនជាមាន outage យើងអត់ Yeah. ដឹងទេថាទិន្នន័យ នឹង ហ្នឹង ប ធ្វើ ង ត្រូវទៅណា Yeah. តែបើសិនជាprivate cloud ដែលយើងមាននៅក្នុងស្រុកខ្មែរយើង Yeah. គឺទិន្នន័យនៅក្នុងស្រុកយើងហើយ Yeah. ហើយអាចពេលក្រោយទៅយើងមានច្បាប់កិច្ចគាំពារទិន្នន័យបុគ្គល បាទ វាអាច comply នឹ ជិ ង ជាមួយ ហើយ នឹង បង ច្បាប់ផងយើងទៀតអញ្ បា ចឹ ទ ង បង ណា បាទ អូខេតាក់ទងជាមួយនឹងបទពិសោធន៍ពីរុនដែរនៅក្នុងការ consult ណា បាទ ខ្ញុំចង់ដឹងពី solution វិញមិនន័យថាមិនមែន vendor ណាគឺ បា ជា ទ solution តើគាត់គួរតែ consider ទៅលើ solution បែបម៉េចដើម្បីឲ្យ data គាត់ secure ជាទូទៅបើយើងនិយាយពី solution វាមានច្រើនតែជាទូទៅដែលយើងជា first start up សម្រាប់company ហ្មងគាត់អាច start ជាមួយនឹង encryption បាទ បើថាគាត់ត្រូវតែ raw data របស់គាត់ត្រូវជាមានការ encrypt អញ្ចឹង user អាច access ទៅបានទាល់តែមាន encryption key បាទ អញ្ចឹងបើគាត់អត់មាន key access ទេគាត់អាច access ទៅបានដែរ ហឹម ហើយបើ solution ផ្សេងៗទៀតដូចជា data loss បើថាហ្នឹងយើង prevent data ក្នុងការ leak ពី បាទ ក្រុមហ៊ុនគាត់ទៅខាងក្រៅអាហ្នឹងក៏យើងមាន solution ហ្នឹងដែរប៉ុន្តែអាហ្នឹងទាមទារគាត់ត្រូវ implement ឬក៏ទិញបាទ resource ពី vendor ណាមួយហ្នឹងទៅអញ្ចឹងបើយើងនិយាយឲ្យងាយយល់សម្រាប់ដែល start up company គាត់អាច start ជាមួយនឹង encryption ក៏បានដែរ អូខេ Yeah. បាទប្រហែលជាខ្ញុំសុំថែមបន្តិចទៀតខ្ញុំគិតថា បាទ វាសំខាន់ដែរសម្រាប់ស្ថាប័នណានៅក្នុង បាទ ការ បង ធ្វើ backup Yeah. ព្រោះកន្លងទៅយើងឃើញattack មួយចំនួនដូចជា Yeah. ransomware Yeah បង ខ្ញុំគិតថា ransomware វាជា good business មួយសម្រាប់ attacker ដោយសារពេលដែល Yeah. គាត់ encrypt data គាត់ទារបង់ Yeah ជា ត្រូវ ជាលុយ ជាលុយ ជា Bitcoin អញ្ Yeah ចឹង បង ណា Yeah. តែបើសិនជាករណីគាត់មាន backup វា encrypt មិនក៏បានដែរប៉ុន្តែ តែ ពេល យើង ក្រោយ មាន មក source យើងអាច backup មក yes បាទ យើងអាច restore មកវិញបាន បាទ អញ្ចឹងណា Yeah. អូខេតាក់ទងមួយនឹងបទពិសោធន៍ផុនពិរុនដែរខ្ញុំចង់ដឹងអំពីទៅលើយើងធ្វើ data store ឬក៏ data motion ឧទាហរណ៍ថាពេលដែលយើងយក data ផុនយើងទៅ backup ទុក យើងគួរតែទុកបែបម៉េចដើម្បីឲ្យវាមានសុវត្ថិភាពទៀតហើយនៅពេលដែលយើងយកវាទៅប្រើយើងប្រើបែបម៉េចដើម្បីឲ្យវាមានសុវត្ថិភាព បើយើងទុក data ទីមួយយើងត្រូវតែឧទាហរណ៍បើយើងនិយាយពី data ក្នុងcompany យើងហ្នឹង បាទ យើង backup ទុកយើងត្រូវ make sure ថាឧទាហរណ៍យើង back ទៅលើ server មួយចុះយើង backup ពី server ហ្នឹងប៉ុន្តែយើងត្រូវរកកន្លែងណាមួយដែលសុវត្ថិភាពដើម្បី Yes. backup ថាកុំឲ្យថាយើង backup ពី server ហ្នឹងតែយើង store ទុកនៅលើ server ហ្នឹងតែឧទាហរណ៍ដល់ពេលដែល management សួរserver ហ្នឹងមានបញ្ហាមែនចុះ data backup យើងនៅក្នុង server ហ្នឹង យើ ហើ ង យ ទៅទាំងអស់លេង ហ្នឹងហើយកន្លងទៅខ្ញុំធ្លាប់ជួប case បា ហ្នឹង ទ ណា បាទ server មួយហ្នឹងគាត់ backup Yeah. ពេលគាត់បង្កើត directory នៅក្នុង server ហ្នឹងហើយគាត់ទុក alpha backup នៅក្នុង នៅ server ក្នុង ហ្នឹងដ បាទ ដែលអញ្ចឹង បាទ ពេល down ទៅវាទៅបាត់ដូច វាទៅ គ្នា បាត់ទាំងអ អ ស់ ញ្ចឹងគាត់ត្រូវការរកកន្លែងទីតាំងទី Yeah 2ឬក៏ បង ទី3ក្នុងការ Yeah បង store ចុះតើតើការប្រើឧទាហរណ៍ថាគាត់ធ្វើ download យកមកប្រើគាត់ត្រូវ upload យកទៅវិញអាហ្នឹងគាត់គួរធ្វើបែបម៉េច អាហ្នឹងបើយើងនិយាយពី solution data loss វាមានលទ្ធភាពមិនដែលច្រើនប៉ុន្តែបើសិនជាគាត់អត់ក្រុមហ៊ុនហ្នឹងគាត់អត់ទាន់មានលទ្ធភាព implement ទេយើងនៅតែប្រើធ្វើម៉េចនៅពេលដែលគាត់ access ទៅ data ហ្នឹងត្រូវតែ encrypt key បាទ គាត់ download ហើយគាត់ encrypt data ត្រូវបាន encrypt អញ្ចឹងមានតែគាត់ទេអាចប្រើបានអញ្ចឹងនៅពេលដែលគាត់ upload ទៅវិញក៏វាត្រូវតែ encrypt ដែរអញ្ចឹង បា បើ ទ សិនអត់ encrypt ទេអ្នកណាផ្សេងមកនៅតែ access បានឬក៏ប្រើបានអញ្ចឹងវាអត់ secure បាទ បាទ បាទចុះមួយទៀតតាក់ទងនឹងស្ថាប័នយើងនិយាយថាស្ថាប័ន enterprise ចុះហើយវិ បា ស័ ទ យធនាគារហិរញ្ញវត្ថុទៀត Yeah បង តើគាត់គួរតែ consider នៅក្នុងការhost server ផនគាត់ហ្នឹងគួរតែ host server ប្រភេទណាដែលចង់និយាយថាជា core business ផនគាត់ណា បាទ ជាមួយនឹង private cloud ហើយនិង public cloud គាត់គួរតែ consider host មួយណាមុន ខ្ញុំគិតថាគាត់គួរតែទៅជាមួយprivate cloud មុនទី បាទ មួយយើងអាច manage បានងាយស្រួលហើយយើងអត់ចាំភ័យព្រួយបើសិនជា public cloud ហ្នឹងមានបញ្ហាយើងអត់ចាំបាច់ភ័យព្រួយថា data យើងទៅជាយ៉ាងម៉េចអីអញ្ចឹង បា បើ ទ យើងនៅលើ private យើងចង់ access បានពេលណាក៏ស្រួលហើយយើងចង់ define policy ក្នុងការ access ក៏វាស្រួលដែរព្រោះជាធម្មតា event នៅក្នុងផ្ទះយើងចង់ manage វាស្រួលជាង event ដែលយើង Yeah ផ្ញើគេអ Yeah ញ្ចឹងបើ ត្រូវ យើងចង់ផ្ញើគេយើងអត់ដឹងទេថា event យើងមិនអីទេ data យើង បា មិនអី ទ ទេយើង data យើងនៅ third party Yeah នៅជនទី3កំពុងតែប្រើប្រាស់គេរក្សាទុកហ្នឹងមានគាំពារត្រឹមត្រូវអត់មាន បាទ ច្បាប់នោះថាការពារត្រូវអត់អញ្ចឹងយើងអត់ច្បាស់យើងអត់ដឹង អូខេ Yeah បង ខ្ញុំគិតថាប្រហែលជាមានតាក់ទងនឹង support ដែរ Yeah យល់បែបម៉េចដែរឧទាហរណ៍ថាយើងមានមនុស្សនៅក្នុងស្រុកហើយនឹងយើងទៅតាក់ទងជាមួយគេអ្នកនៅខាងក្រៅស្រុកពេលដែលយើងមានបញ្ហាយល់ឃើញថាភាពខុសគ្នាបែបម៉េច បើយើងនិយាយពី local support ខ្ញុំគិតថាឥឡូវវាគាត់អ្នកខាងបច្ចេកទេសក្នុង local យើងក៏គាត់មានច្រើនដែរ បា អ ទ ញ្ចឹងក្នុងការទំនាក់ទំនងក៏វាស្រួលដែរតែបើយើងទៅក្រៅស្រុកបើឲ្យដឹងហើយtime frame យើងខុសគ្នាអញ្ចឹង បាទ ពេលខ្លះយើងតាក់ទងអត់បានភ្លាមៗទេប៉ុន្តែបើ local support ក្នុងស្រុកយើងអាចថាបើសិនជាយើងស្គាល់គ្នាគាត់ call មករឿងអាចតាក់ទងគ្នាបានមានការ ហ្នឹងហើយ បញ្ហា បាទ អីទៅយើងរាយរាប់ប្រាប់គ្នាទៅអូបញ្ហា1 2 3ត្រូវការដោះស្រាយចេះប៉ុន្តែបើយើងចង់ចាំរងចាំsupport ពីក្រៅស្រុកមកអាច
រយៈពេលខ្លះតាមសរសេរអ៊ីមែលមួយហ្នឹងទៅគ្រាន់តែបាន បាទ reply មកវិញអ៊ីមែលមួយទៀតអញ្ចឹងបញ្ហាវាកើតឡើងចឹងបាត់ហើយ អូសកាឡាពេលយ៉ាបងពេលយ៉ាដែលយើងត្រូវជួយ support ហ្នឹងយ៉ាបងតាមពិតយើងត្រូវការ support តែ1ម៉ោងហើយឯងបាទតែគ្រាន់តែសរសេររាយរាប់រៀបរាប់ហ្នឹងវាអស់ម៉ោងបាត់ហើយអញ្ចឹងវាធ្វើឲ្យ business ផងយើងហ្នឹងវារាំងស្ទះអញ្ចឹងណាយ៉ាអូខេចុងក្រោយសំណួរចុងក្រោយចង់ឲ្យពីរុនadvice វិញតើ business ឥឡូវហ្នឹងបើសិនជាបាទគាត់បើកថ្ងៃស្អែកហ្នឹងយ៉ាបងតើគាត់គួរតែ consider ធ្វើអីគេខ្លះនៅក្នុងន័យថាជា message ឲ្យ management ណាឲ្យគាត់យល់គាត់គួរតែធ្វើបែបម៉េចខ្លះទៅលើ environment ដែលគាត់ hot data គាត់ជាមួយនឹង private cloud ទីមួយគាត់ត្រូវmake sure ខ្លួនឯងសិនថានៅក្នុង environment របស់គាត់ហ្នឹងមាន data គេខ្លះអញ្ចឹងដូចយើងនៅផ្ទះអញ្ចឹងយើងត្រូវតែដឹងថាយើងមានអីគេខ្លះបាទបន្តមកទៀតបានយើងស្វែងរកកន្លែងណាមួយដើម្បីផ្ទុកទិន្នន័យហ្នឹងអញ្ចឹងបន្ទាប់ពីយើងស្វែងរកconsider ថាយើងទៅ private cloud ក្នុងស្រុកហើយអញ្ចឹងយើងត្រូវ make sure ថាdata ណាដែលវាសំខាន់ដែលមានតែ management ឯងគាត់អាច access បាន data ណាដែលវា normal data ដែល user ទូទៅគាត់អាច access ទៅបានអញ្ចឹងនៅពេលដែលគាត់មាន classification ទៅលើ data ទាំងអស់ហ្នឹងហើយគាត់អាចចងជា policy កំណត់ថាអូខេ data នេះ critical អញ្ចឹងមានតែ management ទេឬក៏ super user អញ្ចឹងទៅគាត់អាច access ទៅបានបាទហើយ data នេះជា public data អញ្ចឹង user ទូទៅគាត់អាច access ទៅបានហើយអញ្ចឹងយើងត្រូវបែងចែកឲ្យច្បាស់ដល់ពេលហ្នឹងទៅនៅពេលដែលមាន data ហើយយើងចង់ protect ក៏វាស្រួលដែរបាទបើសិនជាគាត់ consider ថាក្រុមហ៊ុនគាត់ទើបតែ start up ហើយគាត់អត់ទាន់ខ្វាយខ្វល់រឿង data ឯងអញ្ចឹងគាត់ថាតោះតែក្រុមហ៊ុនគាត់ធំបានគាត់ខ្វាយខ្វល់ data អាហ្នឹងវាពិបាកវិញបាទព្រោះ data គាត់ប្រើលុកលំពេញហ្នឹងហើយគាត់អត់មាន management ច្បាស់លាស់ហើយក៏គាត់អត់មាន data inventory ច្បាស់លាស់ទៅលើ data របស់គាត់កំពុងតែមានដែរបាទបាទអូខេអរគុណច្រើនពីរុនចង់ បាទ recap បន្តិចតាក់ទងជាមួយនឹង key message យើងថ្ងៃនេះគឺយើងចង់បញ្ជាក់ប្រាប់ថាបើសិនជាករណីថា business ហ្នឹងគាត់ start up ថ្មីហើយគាត់មិនបាច់មានបញ្ហាបារម្ភជាមួយនឹងការទិញ implement ដោយខ្លួនឯងគឺគាត់អាច consider ទៅលើ public cloud មួយដែលមាននៅក្នុងស្រុកដែលយើងអាច provisioning នៅក្នុងរយៈពេលខ្លីហើយជួយ store data គាត់ safe នៅក្នុងប្រទេសទៀតបើមានបញ្ហាអីក៏ត្រូវ support ហ្នឹងគឺ local language ជាភាសាខ្មែរម៉ោងអីដូចគ្នាទៀតមានភាពងាយស្រួលសម្រាប់ពួកគាត់អញ្ចឹងណាអូខេអរគុណច្រើនមែនទែនសម្រាប់ពេលវេលានៅក្នុងការចែករំលែកបទពិសោធន៍យ៉ាងក្បោះក្បាយតាក់ទងជាមួយនឹង private cloud ហើយនិង public cloud អញ្ចឹងណាអញ្ចឹងអរគុណប្រិមិត្តថ្ងៃនេះគឺយើងទទួលបានបទពិសោធន៍ច្រើនមែនទែនជាមួយនឹងការចែករំលែករបស់ពីរុនហើយសង្ឃឹមថាបងប្អូនរងចាំបាទយើងមានវាគ្មិនកិត្តិយសផងយើងដែលមានបទពិសោធន៍ទាំងគេហៅថាវិស័យឯកជនជា private cloud ទាំង connectivity ទាំង cyber security ផ្សេងៗហ្នឹងគាត់នឹងមកធ្វើការចែករំលែកជាមួយនឹង Easycom TikTok series យើងអញ្ចឹងថ្ងៃនេះខ្ញុំជាមួយនឹងពីរុនសូមអរគុណសូមជម្រាបលាបាទអរគុណច្រើន